បង្កើត user នៅក្នុង workgroup យើងមកសំដៅលើ my computer យក manage យក local user and group ហើយ user ចឹងក្នុងការបង្កើត user នៅក្នុង workgroup និងបង្កើត user នៅលើ domain server ខុសគ្នាមានន័យថា user ដែលបង្កើតនៅលើ domain server យើងយក user នោះ log ទៅកាន់ domain server ប៉ុន្តែចំណែក user ដែលយើងបង្កើតនៅក្នុង workgroup មានន័យថាយើងអាច log បានតែក្នុងម៉ាស៊ីនជា workgroup ខ្លួនឯងទេមិនអាច log ទៅកាន់ domain server បានទេអញ្ចឹងវាបង្កើត user លើ workgroup new user ហើយយើងដាក់ឈ្មោះមកឧបមាថា user អីគេមកថា Mr. Nida អញ្ចឹងទៅហើយនេះធីកពីនឹងមកអញ្ចឹងនេះដល់ពេលយើងចាប់ដើម log off ទៅយើងត្រូវយកឈ្មោះនោះ log ទៅកាន់ computer របស់យើងប៉ុន្តែសូមប្រាប់ថា user នេះមិនអាច log ទៅកាន់ domain បានទេគឺបានសម្រាប់តែ workgroup ទេ